សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកមតិមួយដែលខ្ញុំតែងតែលើកគេនិយាយជាញឹកញាប់ខ្លាំងមែនតើចំពោះកូនសម័យមុនសួរចិញ្ចឹមជាងកូនសម័យឥឡូវខ្ញុំគិតថាមិនចិញ្ចឹមកូនបាក់ជាងមុនទេប៉ុន្តែសម័យឥឡូវគេផ្លាស់ប្ដូរហើយការចិញ្ចឹមកូនក៏ផ្លាស់ប្ដូរដែរសម័យមុនណាក្មេងៗធំឡើងជាមួយនឹងធម្មជាតិលេងដីលេងទឹករត់លេងជាមួយបងប្អូននិងអ្នកជិតខាងហើយឪពុកម្ដាយភាគច្រើនជំនាន់នោះច្រើនតែធ្វើតាមបទពិសោធន៍ដែលបានពីអ្នកជំនាន់មុនតគ្នាហើយមិនសូវមានព័ត៌មានជាច្រើនដូចសពថ្ងៃតែសម័យឥឡូវឪពុកម្ដាយមានព័ត៌មានច្រើនណាមានសភៅមានវីដេអូមានអ្នកជំនាញនិងមានការណែនាំជាច្រើនពេលខ្លះព័ត៌មានច្រើនពេកក៏ធ្វើឲ្យគាត់បារម្ភថាតែយើងធ្វើត្រូវឬក៏អត់ឥឡូវគាត់ធំឡើងជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើបនិងមានទូរស័ព្ទអីទំនើបអញ្ចឹងឪពុកម្ដាយត្រូវតែចំណាយពេលច្រើនជាងមុនក្នុងការលេងជាមួយកូនអានសៀវភៅឲ្យកូនស្ដាប់និងកំណត់ពេលឲ្យគាត់មើលទូរស័ព្ទឲ្យបានសមរម្យពេលខ្លះយើងក៏មានអារម្មណ៍ថាត្រូវធ្វើឲ្យបានល្អគ្រប់យ៉ាងដើម្បីឲ្យកូនមានអ្វីៗដែលល្អបំផុតនេះជាអ្វីដែលឪពុកម្ដាយសម័យនេះហត់នឿយជាងមុនក្នុងនាមខ្ញុំជាម្ដាយម្នាក់ខ្ញុំក៏មានថ្ងៃហត់មានថ្ងៃដែលគិតថាខ្លួនឯងធ្វើមិនទាន់បានល្អតែរាល់ពេលដែលឃើញកូនញញឹមឃើញកូនលូតលាស់និងរៀនបានអ្វីថ្មីខ្ញុំមានអារម្មណ៍ថាការខិតខំរបស់ខ្ញុំទាំងអស់ពិតជាមានន័យអញ្ចឹងខ្ញុំអត់ចង់ប្រៀបធៀបថាកូនសម័យណាស្រួលជាងសម័យណាព្រោះសម័យសុទ្ធតែមានបញ្ហានិងការលំបាករៀងៗខ្លួនអ្វីដែលសំខាន់បំផុតគឺយើងត្រូវតែចិញ្ចឹមកូនในក្តីស្រឡាញ់អត់ធ្មត់និងចេះយល់ចិត្តបើលើកគេនិយាយថាកូនសម័យមុនស្រួលចិញ្ចឹមជាងប្រហែលជាមិនមានន័យថាកូនសម័យនេះមិនបាក់ចិញ្ចឹមជាងគ្រាន់តែជាការបង្ហាញថាសង្គមនិងបរិយាកាសរស់នៅបានផ្លាស់ប្ដូរហើយឪពុកម្ដាយក៏ត្រូវរៀននិងសម្របខ្លួនទៅតាមការផ្លាស់ប្ដូរដែរចុងក្រោយខ្ញុំសូមជូនពរដល់ឪពុកម្ដាយគ្រប់រូបសូមមានកម្លាំងចិត្តក្នុងការចិញ្ចឹមកូនហើយកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃព្រោះកូនមួយមានល្បឿននៃការលូតលាស់ខុសៗគ្នាសូមកំបាត់ទឹកចិត្តព្រោះថាយើងប្រឹងប្រែងរាល់ថ្ងៃនេះគឺវាល្អបន្តផ្ដល់ក្តីស្រឡាញ់និងពេលវេលាដល់កូនព្រោះវាជាអំណោយមួយដ៏មានតម្លៃបំផុតដែលកូនចង់ចាំពេញមួយជីវិតរបស់គាត់ហើយកុំហាមបិទសិតគាត់ខ្លាំងពេកក្នុងការគាត់តំណងជាមួយនឹងមិត្តភ័ក្តិនិងអ្នកជិតខាងឲ្យគាត់ធ្វើអ្វីដែលគាត់ចង់ធ្វើគាត់ថាការធ្វើរបស់គាត់បើសិនជាយើងមើលទៅលក្ខណៈមិនល្អមិនសមរម្យទេយើងមិនឈប់ឲ្យគាត់ធ្វើទង្វើបែបនេះអូខេអញ្ចឹងសូមអរគុណដែលបានស្ដាប់វីដេអូនេះហើយបើអ្នកចូលចិត្តវីដេអូបែបហ្នឹងទៀតសូមកុំភ្លេចចុច like share និង subscribe ដើម្បីគាំទ្រ channel របស់ពួកយើងផងអូខេបាយបាយ